អូននេះជាសកម្មភាពការវិញខ្ញុំទៅលេខបាយ SA កាលមុនហ្នឹងបងបន្ទាប់មកគេមានបាយវាផឹកbuffet ខ្ញុំក៏យកអានពីមុខកាទៀវហើយនឹងអានោះមីឆាបន្តិចចាបន្ទាប់ពីហើយក៏ថ្ងៃឡើងញ៉ាំទៀតទៅញ៉ាំហើយទៅឲ្យតែខ្លួនដើម្បីទៅលេងផ្សារអង្គរវត្តអីចឹងណាខ្ញុំពៀអាយមកពីណាប៉ុណ្ណានៃពាក់ទៅក៏ដោះជិះវិញបន្ទាប់មកទៀតក៏មានបងមួយគាត់ថានេះអូនឯងស៊ីប៉ុននេះគាត់ក៏យកអាប៉ុនមកឡលើខ្លួនខ្ញុំហើយខ្ញុំថាអូខេយកមកបងគាត់ពាក់ឲ្យខ្ញុំក៏គាត់មកចូល vlog ជួយថតគ្នាអញ្ចឹងណាឲ្យខ្ញុំលើកអាយអូនឯងលើកអាយដើម្បីគេស្រួលហើយតមកក៏ដោះអាយដើម្បីបានពាក់អាយស្អីអាយបុរាណគេអូកន្លែងនេះធ្វើសាច់ដុំគេធ្វើដូចគេខ្លាំងណាថាលយណាដាក់អាយបុរាណចូលមកប៊ូចអូនអើយអានេះឡើងប៉ិនយៈធំពេកគេថាអូយពាក់ទៅបងអើយដោះចេញគេដោះចេញវិញហើយតមកខ្ញុំក៏ដើររអត់ដឹងថាបានអាយបណ្ណាពាក់ដោយសារខ្ញុំទៅក្រោយគេ so ខ្ញុំត្រូវទៅបានអាយទៅណាបងអូនមើលលេងគឺថាត្រូវឲ្យសមមែនតើនេះខ្ញុំស្រឡាញ់អាយហ្នឹងមែនតើពេលហ្នឹងដូចព្រះរៀបចំទៅឲ្យដោយសារពេលហ្នឹងខ្ញុំអត់មានអាយគេហើយខ្ញុំមកទៅក្រោយគេទៀតដោយសារខ្ញុំអត់ចង់តែងដល់ហើយក៏គេថាគេតែងទាំងអស់គ្នាទេអញតែងទៅអញ្ចឹងអូខេខ្ញុំក៏សម្រេចថាធ្វើតាមបងប្រាប់អញ្ចឹងទៅដល់ហើយនេះក៏តែងហើយស្កាពីពេលតែងហើយខ្លួនឃើញអត់លយអត់ខ្ញុំឡើងចង់សាច់ខ្លួនឯងដែរនេះពេលយើងមកដល់ផ្សារអង្គរវត្តដើរមកដល់ហ្នឹងហើយតោះមកខ្ញុំនឹងថតពីដំណើរដើររបស់ខ្ញុំចូលទៅក្នុងផ្សារអង្គរវត្តដែរបងប្អូនថាស្អាតមែនតើផ្សារអង្គរវត្តរបស់ខ្មែរយើងគឺថាអស្ចារ្យមែនតើនេះគឺជាច្រកទ្វារពេលយើងដើរទៅចូលផ្សារអង្គរវត្តមិនច្រកទ្វារទេផ្លូវដំណើរនេះគឺយើងថតជុំគ្នាទៅពេលគេតែងទាំងអស់គ្នាបងប្អូនឃើញខ្ញុំអត់ខ្ញុំក៏ថតមកប្លង់មួយទៀត yes like zoom in zoom out ពីផ្សារអង្គរវត្តរបស់យើងដូចបងប្អូនឃើញហ្នឹងនេះគឺជាផ្លូវចូលកន្លែងហ្នឹងដែលខ្ញុំប្រាប់បងប្អូនមុនហ្នឹងដែរនេះគឺជាកន្លែងក្រោមទ្វារដែលរៀបចេញមកវិញហ្នឹងបងប្អូនកន្លែងហ្នឹងខ្ញុំចង់ផ្លេចដែរដោយសារយកវីដេអូហ្នឹងនេះនឹងប្រហែលជារៀបចេញមកវិញហើយមកដល់ថ្ងៃស្អែកថ្ងៃទី2ស្អីហ្នឹងនេះថ្ងៃបញ្ចប់តែយើងក៏ check out ចេញពី hotel របស់យើងបន្ទាប់មកក៏ថតជុំគ្នាម្ដងទៀតនេះគឺជាទៅប្រាសាទលេខខ្ញុំភ្លេចឈ្មោះអត់ទេបងប្អូនកន្លែងហ្នឹងហើយគេមកភ័ក្រខ្ញុំមកភ័ក្រនៅវិហារគាត់ចង់ចូល vlog ខ្ញុំដែរក៏ឲ្យចូលសមាជិកខ្ញុំនៅប្រភេទទាំងអស់ហ្នឹងបងប្អូនពួកគាត់ friendly ហើយឡើយនេះក្រៅក្រានតិចដោយសារតែនិយាយញ៉ៃពេកខ្ញុំឲ្យថតតែអត់មានតែគេយល់ខ្ញុំនិយាយខ្ញុំឡើងកាំងមកពេលហ្នឹងនេះក៏បានមកប្លង់ទៀតឲ្យថតពីចង្ងាយគឺថាប្រាសាទរបស់យើងឡៃហ្នឹងវាទុតទ្រោមទៅវាបាក់អញ្ចឹងណាបងប្អូនសារបញ្ហាអីផ្សេងខ្ញុំអត់ដឹងដែរឡើយនេះខ្ញុំក៏ធ្វើឡានតតអើយផ្លែផ្លែ brandy តែផ្លែរហូតគេនេះក៏ខ្ញុំដើរទៅមុខទៀតអញ្ចឹងណាដើរទៅមើលអីផ្សេងទៀតតែដឹងមើលអីបងប្អូនដូចបើយើងមកហ្នឹងមកមើលតែប្រាសាទហ្នឹងហើយអញ្ចឹងមានតែមើលប្រាសាទនិងទេសភាពគឺថានៅហ្នឹងអត់សូវមានសម្រាប់បងប្អូនស្អាតមែនតើគេរៀបចំសថប់បានល្អដូចនេះខ្ញុំក៏ដើរទៀតទៅដើរចេះថតតែពេលហ្នឹងអូខ្ញុំថតឡើងទូរស័ព្ទក្តៅខ្លាំងមែនតើចង់ឆេះហ្មងបងប្អូនដោយសារវាក្តៅថ្ងៃហើយយើងបើកកាមេរ៉ាថតរហូតទៀតអញ្ចឹងវាយូរពេកទៅវាក្តៅខ្លាំងតែអត់កាំងបងប្អូនដោយសារវាស្រីខ្ពស់ដែរអីចេះហើយអានេះអ្នកពេលដែលយើងប្រហែលជាយើងដើរទៅវិញបន្ទាប់ពីយើងដើរទៅវិញសកម្មភាពយើងដើរទៅឡានវិញបន្ទាប់មកយើងក៏ឡើងមកពេញវិញនឹងថ្ងៃហ្នឹងដែរអញ្ចឹងណាបងប្អូនពេលនេះខ្ញុំនិយាយខ្លាំងបងខ្ញុំភ្លេចអស់ហើយសារនិយាយច្រើនពេកខ្ញុំឡើងភ្លេចខ្លួនឯងក៏និយាយនឹងនិយាយអូខេប្រហែលជា vlog យើងមានតែប៉ុណ្្នឹងបងប្អូនអញ្ចឹងខ្ញុំបញ្ចប់ប៉ុណ្្នឹងហ្មងបាយជួបគ្នាពេលក្រោយ